Rương propon nực ở đây nè. Nếu phung kri đài thật nơi chỉ krong miên kru sa apichon đài miên trop sầm bát rọp sập te, mình tha chi mình trây rọt tha bị ba tròn cua, nẹ chùm núi, rư sệt thay, rư sông bay tài rọt mình trây có phía tràn miên te nầm đồng nỉ đài, te ni mùi miên trop sầm bát lơ pi mùi liên đờ là. Dương ai hai phung ní chỉ phung sệt thay bất chi mình kho nụ tệ, bên ní nhung trong dục rương rau rồi bỏ phung kru mùi mộc riệp rọp rập mất nẹ an ở bàn đăng mà chạp te ní cư lô bẩn đất vị bôi pi sật, bà nẹ đài squall khni chất snật, lư kê hai quạt thả sật, lô pi sật chỉ nẹ chùm núi vây khmên chỉ vật rồi bỏ quạt miên cari chầm ràn ya. Ang plus vang niết ngay anakot đai cuอาชีวกรรมរបស់គាត់មានក្រុមហ៊ុនមិនតិចជាង10កន្លែងឡើយនៅប៉ុន្មានប្រទេសផ្ទះដែលគាត់រស់នោះមានតម្លៃរាប់លានជាមួយនឹងគ្រឿងសង្ហារឹមទាំងអស់ក៏មិនតិចជាងរាប់លានដែរអ្នកស្រីសុពណ៌ទេវីហើយទេវីជាភរិយារបស់លោកពិសិដ្ឋទេវីជានារីវ័យក្មេងអាយុ27ឆ្នាំទើបតែរៀបការបាន3ខែប៉ុណ្ណោះថ្មីនេះលោកពិសិដ្ឋបានបាត់ដំណឹងសូនឲ្យឈឹងគាត់បានចេញទៅបាត់នៅក្រៅប្រទេសដែលបន្សល់ទុកទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យប្រពន្ធរបស់គាត់មូលហេតុព្រោះនាងមិនអាចទទួលបានមរតកទាំងស្រុងពីលោកពិសិដ្ឋនោះទេគឺត្រូវរងចាំប្តីនាងត្រឡប់មកវិញព្រោះលោកបណ្ឌិតពិសិដ្ឋបានបាត់ខ្លួននៅប្រទេសអាហ្វ្រិកសាកសប្រកមិនឃើញហើយក៏បានបញ្ជាក់ថាគាត់ស្លាប់ដែរអ្នកខ្លះថាយន្តហោះដែលគាត់ជិះបានធ្លាក់ហើយអ្នកខ្លះទៀតថាប្រហែលជាគាត់កំពុងរវល់ជាមួយនឹងក្រុមហ៊ុនថ្មីរបស់គាត់នៅទីនោះអ្នកស្រីទេវីនិងឪពុកម្ដាយរបស់លោកបណ្ឌិតប្រាថ្នារងចាំគាត់វិលត្រឡប់មកវិញពិសេសគឺទេវីនាងនៅតែជឿជាក់ថាប្តីរបស់នាងនៅតែមានជីវិតនិងត្រឡប់មកស្រុកខ្មែរនៅថ្ងៃណាមួយមិនខានពេលវេលាដែលភរិយារងចាំការវិលត្រឡប់របស់ប្តីនោះអ្នកស្រីទេវីត្រូវទទួលខុសត្រូវលើមុខជំនួញរបស់ស្វាមីស្ទើរតែទាំងអស់រហូតដល់2ឆ្នាំកន្លងទៅគ្រប់គ្នាហាក់ដូចជាចាប់ផ្ដើមបំភ្លេចរឿងរ៉ាវរបស់លោកពិសិដ្ឋទោះបីជាឃើញអ្នកស្រីទេវីរស់នៅដូចធម្មតាក៏ពិតមែនប៉ុន្តែមានវីតែងតែអង្គុយបន់ស្រន់ឲ្យប្តីរបស់នាងវិលត្រឡប់មកវិញជានិច្ចប៉ុន្តែរហូតមកដល់ពេលនោះមិនមានសញ្ញាអ្វីបង្ហាញថាប្តីរបស់នាងវិលត្រឡប់មកវិញសោះឡើយក្នុងផ្ទះនេះមានតែអ្នកស្រីទេវីដែលជាភរិយាវ័យក្មេងរបស់លោកបណ្ឌិតពិសិដ្ឋនិងប្តីប្រពន្ធមួយគូដែលជាអ្នកបម្រើផ្ទះធំយ៉ាងនឹងប៉ុន្តែមានមនុស្សតែ2នាក់ប៉ុណ្ណោះដែលនៅបម្រើមូលហេតុគឺមកពីអ្នកស្រីទេវីចង់បាន